នេះគឺហេតុអីថៃក៏កាន់ពុទ្ធសាសនាហិនយានដូចគ្នាធម្មយុទ្ធនិងកតិកាយដូចគ្នាហេតុអីបានពួកវាបានបំផ្លាញបែបនេះទស្សនវិជ្ជាទាំងអស់នេះហើយដែលធ្វើឲ្យខ្មែរត្រូវចងចាំខ្មែរត្រូវពង្រឹងសមត្ថភាពដែលពួកវាបានបំផ្លាញយើងអត់មានគិតពុទ្ធសាសនាទោះបីវាកាន់ពុទ្ធសាសនាក៏វាប្រហើនបែបនេះដែរនេះយើងធ្វើតិចអស់មរតកនេះគឺនៅជើងភ្នំនៃវត្តតូចវត្តធំហ្នឹងបាទគេឃើញទាំងអស់គ្នាបាទយើងឃើញទាំងអស់គ្នាហ្នឹងអញ្ចឹងយើងត្រូវចងចាំនៅអ្វីដែលជាអំពើដ៏ស្មោកគ្រោករបស់ថៃតែធ្វើមកលើទឹកដីកម្ពុជាយើងនេះក្របទាំងអស់បាននៅសល់ទាំងអស់នេះនេះគឺប្រហែលជាពួកវាបាញ់ផ្លោងមកហើយបើត្រូវនឹងទាំងអស់មើលគាត់អានេះយន្តហោះទីដែលបាទគាត់ទម្លាក់ទីអស់លេងយន្តបាទទាំងអស់នេះគឺជាសោកនាដកម្មហើយដែលយើងត្រូវចងចាំទាំងអស់គ្នាហើយខ្មែរត្រូវតែពង្រឹងសមត្ថភាពបង្កើនដើម្បីទប់សត្រូវបើយើងមិនបង្កើនគេមិនខ្លាចយើងគេនៅតែប្រហើនមកធ្វើបែបបន្តទៀត